ថ្ងៃនេះបើអ្នកជាបុរសអ្នកត្រូវតែ upgrade ខ្លួនឯងទៅរបៀប upgrade ខ្លួនជាបុរសចាប់ពីថ្ងៃនេះ 5.1 upgrade មិនមែនជាការធ្វើរឿងធំនោះទេវាជាចម្រុះតូចៗរៀងរាល់ថ្ងៃបុរសជាច្រើនគិតថាខ្ញុំត្រូវទៅហាត់ក្នុង gym 3 ម៉ោងចាប់ផ្ដើមអាជីវកម្មធំរៀន coding 8 ម៉ោងថ្ងៃតែពិតប្រាកដគឺការរីកចម្រើនដ៏ពិតគឺការចាប់ផ្ដើមពីរឿងតូចៗ5នាទីអានសៀវភៅ50 push ups មួយថ្ងៃមិនតាម scroll TikTok សរសេរគំនិត3ចំណុចរៀងរាល់ព្រឹក 5.2 ចាប់ផ្ដើមពង្រឹង3ផ្នែកសំខាន់នៃជីវិតបុរស 1. រាងកាយ physical discipline wake up early ផឹកទឹកតាំងកាហ្វេហាត់ push up jogging gym រៀបអាហារសុខភាពមិនប៉ះនឹងសារធាតុពុលខ្លួន alcohol smoke 5.5 រៀនថែខ្លួនឯងដូចជាកម្មវិធីប្រយុទ្ធ upgrade ខ្លួនឯងដូចជា upgrade character ក្នុង game level 1 ស្មើនឹងរៀនព្រលឹម level 2 ស្មើនឹងចាប់ផ្ដើមហាត់ប្រាណ level 3 ស្មើនឹង discipline 3ថ្ងៃជាប់គ្នា level 4 ស្មើនឹងមិនខកខាន mission ប្រចាំថ្ងៃ level 5 ស្មើនឹងមិនចាំ motivation ទៀតពេលញាក់ដល់លំដាប់ខ្ពស់ញាក់ប៉ះជីវិតថ្មីមួយទាំងស្រុង 5.6 ជ្រើសរើស version ដែលខ្លួនឯងមានមោទនភាពតើ version នៃខ្លួនឯងណាដែលអ្នកចង់ឃើញមានរាងកាយរឹងមាំមានទិសដៅច្បាស់មានពន្លឺក្នុងភ្នែកមានវិន័យក្នុងការរកប្រាក់និងថែទាំសុខភាព version នោះមិនមែនកើតឡើងដោយចាំទេវាបង្កើតឡើងដោយរបៀបដែលអ្នករស់ថ្ងៃនេះ 2. គំនិត mental strength អានផាមទំព័រមួយថ្ងៃស្ដាប់ podcast បុរសដឹកនាំមិនអាចអារម្មណ៍គ្រប់គ្រាន់ជំរឿចេះស្ងៀមមិនត្រូវតែឆ្លើយគ្រប់អ្វីទេ 3. direction vision and purpose សរសេរទិសដៅរបស់អ្នកបែងចែកគោលដៅជាដំណាក់កាលមាន mission statement ខ្លីៗរៀនជំហានចាប់ផ្ដើមមិនចាំរង់ចាំសុទ្ធសាំង 5.4 ចាប់ផ្ដើមបោះជំហានរឹងមាំក្នុងថ្ងៃអ្នកមិនអាច upgrade ដោយការសម្រាកនិងរំពឹងទេអ្នកត្រូវលើសការលំបាកដែលខ្លួនឯង wake up 5 am ទទួលខុសត្រូវលើបរាជ័យថ្ងៃមិញទ្រាំអារម្មណ៍តែសម្រេចដំណើរបិទ social media ច្រើនម៉ោងក្នុងមួយថ្ងៃ 5.4 ការរីកចម្រើនគឺជាគន្លងមិនមែនការប្រៀបធៀបបរិសុទ្ធជាច្រើនបញ្ឈប់ការរីកចម្រើនព្រោះគេមើលគេហើយគិតថាខ្ញុំមិនគ្រប់គ្រាន់ទេគេធ្វើបានល្អជាងខ្ញុំចាប់ផ្ដើមយឺតពេកតែការប្រៀបធៀបគឺជាគម្លាតពីជោគជ័យបើអ្នកធ្វើ push up 10 ម្ដងអ្នកឈ្នះ push up 0បើអ្នកអាន3ទំព័រមួយថ្ងៃអ្នកកំពុងធ្វើល្អជាងអ្នកអាន0បើអ្នកកាត់ YouTube 1 ម៉ោងក្នុងមួយថ្ងៃអ្នកកំពុង reclaim សិទ្ធិជីវិតរបស់អ្នក